បងប្អូនហ្នឹងហើយមានបងជាច្រើនមែនទែនសួរថាស្មៅបន្ទាប់ពីយើងដាំហើយអាយុប្រហែលបានយើងអាចប្រមូលផលបានហើយយើងមើលជាក់ស្ដែងនេះស្មៅវាអាយុវា3ខែអញ្ចឹងណាអាយុ3ខែនិយាយរួមបន្ទាប់ពីយើងដាំដុះហើយចាប់ពី2ខែឡើងយើងអាចប្រមូលផលបានហើយអញ្ចឹងណាទៅតាមការថែទាំរបស់យើងបើសិនយើងប្រមូលនៅរយៈពេល2ខែស្មៅវាកំពុងពេញលូតអញ្ចឹងវាលូតអត់ទាន់អស់ទេអញ្ចឹងណាហើយតែស្មៅអាយុ2ខែហ្នឹងវាសម្បូរប្រូតេអ៊ីនបើយើងទុករៀងយូរបន្តិចវាសម្បូរ fiber អីអញ្ចឹងទៅអញ្ចឹងណាប៉ុន្តែជាក់ស្ដែងនៅកន្លែងខ្ញុំនេះខ្ញុំ3ខែបើខ្ញុំកាប់អញ្ចឹងណាហើយមើលជាក់ស្ដែងស្មៅ3ខែគឺវាបានទិន្នផលបែបហ្នឹងហើយមានបងជាច្រើនទៀតសួរថាពេលដែលយើងកាប់ហ្នឹងវាដុះមកវិញរយៈពេលប្រហែលបានយើងប្រមូលផលបានទៀតបន្ទាប់ពីយើងកាត់ហើយយើងថែទាំជើងវាឲ្យស្អាតចាប់ពី2ខែឡើងវាអាចប្រមូលផលបានទៀតហើយវាអាស្រ័យទៅលើការថែទាំរបស់យើងទេហើយបងច្រើនណាស់សួរដោយមិនដេចទៅថាការថែទាំវាបានល្អអញ្ចឹងណាអានឹងសំណួរហ្នឹងជ្រៅមែនទែនការថែទាំបានល្អគឺយើងធ្វើដីកុំឲ្យវាដុះស្មៅហើយកុំឲ្យវាលិចទឹកអញ្ចឹងព្រោះឥឡូវខែវស្សាអញ្ចឹងណាតើតងនឹងមានអុចខ្មៅតាមស្លឹកអីហ្នឹងអាហ្នឹងគឺគេហៅថាជំងឺផ្សិតដោយសារវាភ្លៀងត្បូងវាសបអាស៊ីតអញ្ចឹងទៅបើយើងដាក់ជីអា4600ណាអាហ្នឹងជីអ៊ុយរ៉េហ្នឹងបើយើងដាក់ទៅវាធ្វើឲ្យប៉ះពាល់ស្លឹកខ្លាំងព្រោះវាភ្លៀងត្បូងវាសបអាស៊ីតហើយយើងទៅដាក់អាស៊ូតចូលទៀតអញ្ចឹងវាធ្វើឲ្យស្មៅយើងហ្នឹងលើសអាស៊ីតអញ្ចឹងវាធ្វើឲ្យជំងឺកើតជំងឺអុចស្លឹកអីច្រើនប៉ុន្តែមិនបាច់បារម្ភទេតាក់ទងជំងឺអុចស្លឹកតាក់ទងជំងឺអីផ្សេងទាំងអស់តាំងពីស្មៅហ្នឹងគឺយើងមានថ្នាំព្យាបាលទាំងអស់យើងអាចកែខៃវាបានអញ្ចឹងណាតែបើយើងទុកចោលក៏វាអាចជាដែរលុះត្រាតែវាធំលូតផុតអាជំងឺហ្នឹងទៅគឺជំងឺហ្នឹងលែងកើតមានប៉ុន្តែគ្រាន់តែបើយើងទុកឲ្យវាជាឲ្យដោយឯងតាមធម្មជាតិស្មៅយើងវាអត់ងាយលូតទេអញ្ចឹងណាអញ្ចឹងយើងមានតាំងពីថ្នាំបាញ់ទៅលើវាដើម្បីព្យាបាលជំងឺផ្សិតលើស្លឹកហ្នឹងក៏ដូចជាថ្នាំសម្រាប់បើឲ្យវាលូតលាស់លឿនដែរអញ្ចឹងណាអញ្ចឹងបងប្អូនមានបញ្ហាតាក់ទងការដាំដុះស្មៅក៏ដូចជាសត្វអីផ្សេងអាចសួរបានប៉ុន្តែតាក់ទងទាំងឈាមឯប្រភេទហ្នឹងហើយសត្វផ្សេងខ្ញុំអត់សូមអត់ពាក់ព័ន្ធទេព្រោះខ្ញុំអត់ចំខ្លួនឯងផ្ទាល់អញ្ចឹងតែសំខាន់ស្មៅមានចង្អុលអីអាចសួរនៅក្នុង comment ផ្ទាល់បានអញ្ចឹងណាតាក់ទងការថែទាំតាក់ទងកម្រិតនៃការដាំហើយខ្ញុំបញ្ជាក់មួយទៀតកម្រិតពីរងមួយទៅរងមួយដាក់អាចដាំចាប់ពី1ម៉ែត្រទៅ1ម៉ែត្រ2ទឹកអញ្ចឹងណាពីរងមួយទៅរងមួយអញ្ចឹង1ម៉ែត្រ2ទឹកអញ្ចឹងណាហើយពីដើមមួយទៅដើមមួយអាច3ទឹកមួយអញ្ចឹងទៅអញ្ចឹងក្នុងមហត្តាយើងអាចប្រើ30000កង់ទៅ50000កង់តាមអាស្រ័យដែលយើងដាំញឹកឬដាំអំបិលដាំមួយដើមឬ2ដើមអញ្ចឹងណាហើយស្មៅនេះគឺ3ខែហើយបន្ទាប់ពីយើងកាត់ហើយ2ខែឡើងយើងអាចកាប់បានទៀតហើយអញ្ចឹងណាតែដោយសារនៅកន្លែងយើងនឹងដាំវាធ្វើអត់ទាន់មួយរយៈនេះផ្ទុះការគ្រប់គ្រងពូជអញ្ចឹងពូជកំងរាល់ថ្ងៃអញ្ចឹងយើងស្មៅនេះគឺកាប់ពូជទេអញ្ចឹងណាកាប់ធ្វើពូជហើយសល់ស្លឹកយើងកិនឲ្យសត្វរបស់យើងស៊ីធម្មតាអញ្ចឹងទៅបងប្អូនមានចង្អុលអីផ្សេងតម្លាក់សំណួរនៅក្នុង comment ខ្ញុំនឹងធ្វើឲ្យមានបងជាច្រើនសួរថ្នាំបាញ់សម្លាប់មេរោគក្នុងទ្រុងអីមែនតើហ្នឹងថ្នាំហ្នឹងខ្ញុំទិញដូចពីឧត្តមមានជ័យអញ្ចឹងណាហើយក៏អត់ដែលបានថតរូបដែរចាំមើលខ្ញុំទៅថតរូបឲ្យប៉ុន្តែតកតងពីការថែទាំស្មៅអីផ្សេងតម្លាក់សំណួរមកខ្ញុំនឹងធ្វើវីដេអូឆ្លើយព្រោះឆ្លើយម្នាក់គឺឆ្លើយអត់អស់ទេអញ្ចឹងណាតកតងការថែទាំអីផ្សេងហើយបញ្ជាក់ឲ្យថាស្មៅនេះបន្ទាប់ពីកាប់ហើយគឺវាដុះធម្មតាហើយដុះកាន់តែដុះល្អទៀតអញ្ចឹងណាកាប់លើកទី1ដុះមកវិញល្អជាងលើកទី1ទៀតអញ្ចឹងមានន័យថាកាប់លើកទី2វាបែកគុំខ្លាំងប៉ុន្តែអាស្រ័យលើយើងថែស្មៅព្រៃកុំឲ្យវាដុះហើយថែដោយរដូវវស្សានេះស្មៅហ្នឹងវារៀងចាញ់ទឹកអញ្ចឹងណាអញ្ចឹងធ្វើមិនកុំឲ្យវាដក់រងក្នុងទឹកអញ្ចឹងហើយដក់ទឹកមានទឹកដក់ក្នុងរងអញ្ចឹងណាហ្នឹងមានតែប៉ុណ្្នឹងថ្ងៃនេះអត់ដឹងធ្វើវីដេអូអីទៀតទេព្រោះបើបងប្អូនអត់តម្លាក់សំណួរមកអត់ដឹងត្រូវធ្វើអីអញ្ចឹងណាតាក់ទងស្មៅផ្អាប់ស្មៅពូជបងប្អូនត្រូវការអាចតាក់ទងមកបានទាំងពូជប្រពែពូជជៀមហ្នឹងហើយតាក់ទងឲ្យបច្ចេកទេសអីផ្សេងហ្នឹងហើយអរគុណ